Cầm liênនៃការនិយាយនយោបាយមិនមែនយើងមានទ្រឹស្ដីអាចនិយាយឲ្យប្រជាជនយល់ពេលខ្លះប្រជាពលរដ្ឋមិនទាន់បានយល់នៅពាក្យថានយោបាយនៅឡើយទេចា៎ការនិយាយនយោបាយក្នុងបកនិយាយជួនកាលវាទៅគេអាចឡប់ក៏មានដែរចា៎យើងអត់ទាន់ដឹងថាគ្រឹះនៃភូមិមួយមានទម្លាប់អ្វីខ្លះយើងមិនទាន់បានស៊ើបសង្កេតយើងទៅចេះតែនិយាយក្នុងភូមិក្នុងស្រុកធ្វើឲ្យបង្កចលាចលធ្វើឲ្យមានបញ្ហាធ្វើឲ្យប្រជាជនមានបញ្ហាក្នុងការភ័យខ្លាចការរមុខរបររបស់គាត់ប្រចាំថ្ងៃធ្វើឲ្យចលាចលក្នុងទីផ្សារទម្លាក់តម្លៃឬក៏ដំឡើងតម្លៃនៅក្នុងទីផ្សារខុសប្រមាណនៃកម្មវិធីដែលគេចែងមកក៏មានដែរចា៎មិនមែនថានយោបាយយើងមិនចង់លេងទេអ្នកខ្លះប៉ុន្តែលេងឲ្យមានក្បួននយោបាយនេះគ្រឹះនយោបាយរបស់វាបានគេហៅថានយោបាយចា៎យើងនិយាយអត់មានឯកសន្តានណាមួយដែលគេទទួលស្គាល់នៅអ្វីដែលភាពថានយោបាយធ្វើឲ្យប្រជាជនភ័យខ្លាចចលាចលគ្រប់ទីកន្លែងទាំងអស់ចា៎មិនមែនបកនឹងបកគឺការប្រមូលបកនឹងបកទៅវិញចា៎តាមតំបន់តាមភូមិតាមស្រុកគឺការប្រមូលបកនឹងបកសម្រាប់យូរហើយបានការប្រមូលបកឡើងវិញចា៎ដំឡើងបកនឹងបកធ្វើឲ្យការភាពភ័យខ្លាចរបស់ប្រជាជនជួនកាលគាត់រៀនបានតិចយើងនិយាយពាក្យនេះទៅគាត់ចេះតែភ័យខ្លាចទៅណាខ្លាចមានសង្គ្រាមព្រោះគាត់ធ្លាប់ឆ្លងកាត់មុនខ្ញុំទៅទៀតចា៎ខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែររឿងសង្គ្រាមនោះសង្គ្រាមចិត្តសាស្ត្រចិត្តត្រជាក់បំផុតចា៎ចំពោះប្រជាជនបើយើងមកយើងប្រាប់គេទៅចំពោះប្រជាជនខ្លះគាត់ទៅសង់ផ្ទះក៏ប្រាប់ប្រធានភូមិលោកហុកផនតើមានទម្លាប់មួយណាគាត់នៅប្រជាជនធ្វើផ្ទះទៅប្រាប់គាត់ដែរគ្មានទម្លាប់នឹងកើតឡើងទេនេះជាដីរបស់គាត់ចា៎គាត់ចាប់នៅខ្លួនឯងចា៎គាត់មកយូរហើយជាជនខ្លះមានតែខ្ញុំមកមុនគេទៅទៀតចា៎តាំងពីព្រៃខ្មែរមិនទាន់មានឈ្មោះម៉េចចា៎ក្រោយមិនទៀតព្រៃខ្មែរមិនទាន់មានការរុះរើព្រៃចាសិតតែព្រៃស្ដុបទាំងអស់ចាព្រៃខ្មែរមិនទាន់មានឈ្មោះភូមិនៅឡើយទេចាខ្ញុំមកកាលនោះសិតតែព្រៃទាំងអស់យាយដូនឬខ្ញុំមិននៅគេយកបោះចោលក្នុងគុំលពាក់ចាមិនមែនថាមិនដឹងគុណប៉ុន្តែការចិញ្ចឹមគុណខ្លាំងពេកទៅជាមានទោសចំពោះខ្លួនឯងទៅវិញចាអ្នកខ្លះចិញ្ចឹមដោយចិត្តធម៌ប៉ុន្តែសងគុណយើងដោយពាក្យថាកតញ្ញូទៅវិញក៏មានដែរចាភាពថាឆ្មាំងឆ្មៃភាពថាល្មើសគុណមិនគួរណាមកយកមកនិយាយលើកគុណទោសស្រ័យទេណានឹងហៅថាចិញ្ចឹមក្មេងដោយចិត្តចាចិត្តត្រជាក់ឲ្យកាច់មិនបាក់គេហៅចិត្តបរិសុទ្ធក្មេងខ្លះគេចិញ្ចឹមដោយចិត្តបរិសុទ្ធប៉ុន្តែធំឡើងចិត្តសាហាវចិត្តល្មើសគុណចិត្តអកតញ្ញូចានិយាយប៉ុណ្ណេះចាមិនមែនថាលើកឡើងថាខំចិញ្ចឹមហើយមិនបានវាមិនចិញ្ចឹមអញចិញ្ចឹមឲ្យដើរផ្លូវល្អមិនល្អគ្រប់10ក៏ធ្វើ5%ចេញមកល្មើសគុណរហូតដល់មិនដឹងគុណអ្នកចិញ្ចឹមទៀតគេចិញ្ចឹមដោយចិត្តបុណ្យមិនមែនចិញ្ចឹមដោយចិត្តបាបចាប៉ុន្តែសងវិញដោយចិត្តល្មើសគុណមកវិញចាពាក្យហ្នឹងគួរយល់ហើយតាមតំបន់មួយគួរណាតែប្រុងប្រយ័ត្នតាមគ្រួសារឬក៏ក្មេងការកុំឲ្យអាសានៅដាច់ដライពីផ្ទះមួយទៅផ្ទះមួយពេកចាអាចយកមកផ្ញើម្ដាយទុកមើលក៏បានដែរចាកុំឲ្យទុកវាចោលអញ្ចឹងពេលខ្លះយើងមិននៅមានជនមួយចំនួនដែលយើងមិនស្គាល់មុខយកទៅវឹងចាលបួងណាពាក្យថាលបួងក្មេងក៏មានដែរមិនដឹងឲ្យយកធ្វើអីចឹងការយកស្លស៊ីក៏មានដែរចាសម័យនេះគឺស៊ីសាច់មនុស្សសាហាវចាតាមតំបន់នានាចលាចលថងអីប្រហែលថ្ងៃមុនគឺកាប់គ្នាតែមក2ម៉ោង3លើកស្ទុយស្លាប់មនុស្សចា
មួយសិតតែកបាត់កកៈដូចខ្ញុំបាននិយាយអ្នកខ្លះដាច់ក្បាលហើយចំណីមួយចំនួនចំណីមន់មួយចំនួនគឺកិនសាច់មនុស្សណាបងប្អូនចឹងហើយពេលទិញត្រូវផងប្រយ័ត្នផងចំណីមន់ចាខ្ញុំប្រកាសប្រាប់បងប្អូនឲ្យយល់តែប៉ុណ្្នឹងទេអ្នកចិញ្ចឹមសត្វមន់សត្វទាយណាចាត់ប៉ះចំចំណីសាច់មនុស្សដែលកិនលាយជាស្រេចយកមកឲ្យលក់ក្នុងទីផ្សារចេញលក់ហើយចាអញ្ចឹងហើយប្រយ័ត្នប្រយែងវាមានជាតិក្លិនឆ្អាបហើយយើងកពុលហើយស្អុយខ្លះចាមើលថាចំណីពិតប្រកបវាយើងប្រហើចេញក្លិនស្រូវមកហើយក្លិនស្រូវក្លិនពោតអីចឹងណាបងប្អូនចាមុននឹងទទួលទិញត្រូវប្រុងប្រយ័ត្ននៅចំណីមួយចំនួនដែលយើងមិនបានដឹងណាចាចំពោះនយោបាយខ្លះដែលនៅក្រោមបង្គាប់ស្ដាប់មិនបាននិយាយមិនស្ដាប់មនុស្សប្រភេទហ្នឹងគ្មានខួរក្បាលគិតចាដឹងតែពីនិយាយបើរបៀបដោះស្រាយចំពោះមុខឲ្យប្រជាជនគឺទទេស្អាតណាចំពោះបងប្អូនមិនឲ្យបងប្អូនមកគ្រប់គ្រងគណៈបកប្រជាជនអីទេចាសូមបងប្អូនគិតមើលការដំណោះស្រាយមួយមិនមែនយើងចេះតែដោះស្រាយហើយមិនមែនអួតខេងខាងនៅចំពោះមុខគេអញ្ចឹងទេផ្សាយគឺមានរបៀបរបស់គេមិនមែនងាកផ្សាយអញ្ចឹងទេចាអញ្ចឹងហើយការទម្លាប់របស់បកនៅបកមិនមែនការឈ្នានេះគឺពឹងលើគំនិតដ៏ឆ្លាតវៃសម្រាប់កាន់បកនៅបកសម្រាប់ធ្វើជាប្រធានបកចាមិនមែនយើងអំនួតទៅលើប្រធានបកហ្នឹងឯណាហើយរៀនស្ដាប់ថាមេនៅក្នុងភូមិគេនិយាយខ្លះមិនមែនខ្ញុំមិននិយាយខ្ញុំមិនដឹងថាអ្វីក្នុងភូមិគ្មានអ្វីកើតឡើងគឺមានចាវាអសន្តិសុខសង្គមរួចហើយព្រោះយប់ខ្លះមនុស្សស្លាប់តាមក្នុងភូមិក្នុងផ្ទះក៏មានចូលសម្លាប់ក្នុងផ្ទះដោយសារគំនុំផ្ទាល់ខ្លួនក៏មានដែរអ្នកខ្លះដាច់ក្បាលអ្នកណាស៊ីសាច់មនុស្សក៏មានដែរសង្គមឥឡូវចាគេហាមិនឲ្យស៊ីទេប៉ុន្តែយើងជាងសត្វដេរឆានទៅទៀតអ្នកស៊ីសាច់មនុស្សជាងសត្វដេរឆានណាចាអញ្ចឹងហើយពាក្យថាចិញ្ចឹមចិត្តបុណ្យសងមកវិញចិត្តបាបគេថាល្មើសគុណនិងអកតញ្ញូអកតញ្ញូធម៌ចាសូមអរគុណ